លើទៅថាបកកតុយហេះហ្នឹងហលថាគេបងប្អូនទាំងអស់គ្នាតែមានណាបងប្អូនទាំងអស់គ្នាចេះហលប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅមិនចាំបាច់ទៅហលហោះដូចគេនិយាយទេហើយហ្នឹងដើរទៅមុខផ្ទះឃើញស្លឹកល្មៀតល្អពេកនៅឃើញស្លឹកល្មៀតខ្ចប់ជាមួយនឹងប្រហុកអូយបងប្អូនទាំងអស់គ្នាឈ្ងុយឆ្ងាញ់មែនតែនហើយក៏នៅឃើញបកកតុយហេះជាមួយត្រីឆ្អើរអញ្ចឹងបងប្អូនទាំងអស់គ្នាដែលគាត់អត់ទាន់ចេះបកកតុយហេះសាកមើលវីដេអូនឹងទាំងអស់គ្នាខ្ញុំមានត្រីឆ្អើរមានអំពិលទុំមានទ្រាប់ញងមានប្រហុកមានអីចឹងមកហើយកុំភ្លេចខ្ទឹមសខ្ទឹមក្រហមណាហើយតួឯកសំខាន់ជាងគេហ្នឹងគឺម្ទេសហ្នឹងហើយដែលគេថាហិលហោះហ្នឹងហើយដំបូងគឺខ្ញុំប្រើស្លឹកល្មៀតហ្នឹងខ្ចប់ជាមួយនឹងប្រហុកហ្នឹងគឺខ្ញុំប្រើប្រហុកសាច់បងប្អូនទាំងអស់គ្នាប្រើប្រហុកយើងធម្មតាក៏បានដែរតែខ្ញុំអត់មានខ្ញុំប្រើប្រហុកសាច់ហ្នឹងទៅហើយខ្ញុំមូហ្នឹងគឺមូយកទៅដាក់អាំងនៅក្នុងចង្ក្រានប្រហុកហ្នឹងពេលដែលយើងដាក់អាំងអញ្ចឹងទៅវាឈ្ងុយឆ្ងាញ់មែនតើបងប្អូនទាំងអស់គ្នាសំខាន់ជាមួយស្លឹកល្មៀតហ្នឹងហ្មងហើយមិនមែនចាំបាច់តែស្លឹកល្មៀតទេណាស្លឹកចេកស្លឹកអីក៏បានដែរតែដោយសារខ្ញុំមានស្លឹកល្មៀតខ្ញុំដាក់ស្លឹកល្មៀតទៅហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមលីងខ្ទឹមសជាមួយនឹងខ្ទឹមក្រហមបងប្អូនលីងរហូតតតែខ្ទឹមហ្នឹងវារៀងទន់វាទៅលីងខ្ទឹមហ្នឹងតតែឆ្អិនហើយបន្ទាប់មកទើបខ្ញុំដាក់ម្ទេសចូលខ្ញុំអត់លីងម្ទេសជាមួយនឹងខ្ទឹមទេដោយសារឲ្យម្ទេសវាឆាប់ខ្លោចជាងណាតែកាលណាយើងដាក់ខ្ទឹមជាមួយម្ទេសចូលជាមួយគ្នាហ្មងគឺវាធ្វើឲ្យម្ទេសខ្លោចមុនខ្ទឹមហើយអញ្ចឹងបន្ទាប់ពីខ្ទឹមហ្នឹងរៀងឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមដាក់ម្ទេសចូលបានខ្ញុំលីងបន្តទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាពេលដែលយើងដាក់ម្ទេសចូលភ្លាមគឺវាឆាប់ខ្លោចខ្លាំងមែនតើអញ្ចឹងវាអត់ស្មើគ្នាល្អទេបន្ទាប់ពីយើងលីងហើយគឺខ្ញុំចាប់ផ្ដើមដួសវាចេញខ្ញុំប្រើទ្រាប់ញងហ្នឹងគឺយើងដាក់លីងទ្រាប់ញងហ្នឹងដែរលីងវាឲ្យឆ្អិនដែរបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យវាហាងកុំឲ្យវាកពុលហើយអ្នកខ្លះដែលគាត់អត់សូវចេះទ្រាប់ញងហ្នឹងទេគឺយើងដាក់ទៅតាមបរិមាណដែលថាតិចតួចដែលយើងចេះទៅអានេះគឺខ្ញុំចូលចិត្តខ្ញុំចេះគឺខ្ញុំដាក់រៀងច្រើនអញ្ចឹងណាបន្ទាប់មកអំពិលទុំគឺខ្ញុំឆាដែរខ្ញុំឆាអំពិលទុំហ្នឹងទៅកតុយហេះរបស់ខ្ញុំទុកបានយូរបើសិនជាបងប្អូនទាំងអស់គ្នាអត់ឆាអំពិលទុំទេកតុយហេះរបស់យើងទុកអត់សូវបានយូរទេខ្ញុំឆាអំពិលទុំរហូតតដាច់ទឹកតរៀងខាប់អញ្ចឹងបងប្អូនទាំងអស់គ្នាបន្ទាប់មកបានខ្ញុំយកគ្រឿងដែលខ្ញុំឆាមិញហ្នឹងគ្រឿងដែលខ្ញុំលីងមិញហ្នឹងយកមកបុកបញ្ចូលគ្នាមានម្ទេសមានខ្ទឹមក្រហមមានខ្ទឹមសអីហ្នឹងខ្ញុំបុកបញ្ចូលគ្នាឲ្យវារៀងម៉ត់ហើយទើបខ្ញុំដាក់ទ្រាំញងចូលបុកកតុយហេះហ្នឹងនិយាយពីថាជាមួយនឹងលក់ខ្ចីបងប្អូនណានិយាយពីឆ្ងាញ់ខ្លាំងមែនតើហើយសំខាន់ណាហូបបាយអត់ដឹងខ្លួនទេណាបងប្អូនបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តហើយទៅណែអាចសាកធ្វើហើយយើងធ្វើមួយកែវពីរកែវទុកក្នុងទូទឹកកកទៅហើយបន្ទាប់ពីយើងបុកទ្រាំញងទ្រាំអីហ្នឹងហើយខ្ញុំដាក់ត្រីឆ្អើរមកត្រីឆ្អើរហ្នឹងយើងបេះឆ្អឹងបេះអីចេញណាយើងកុំយកសបកព្រោះអីពេលដែលយើងដាក់មួយសបកវាទៅវាឆ្កាតវាអត់ឆ្ងាញ់ទេអញ្ចឹងគឺខ្ញុំបុកវាឲ្យម៉ត់ហើយទើបខ្ញុំដាក់ប្រហុកដែលខ្ញុំដុតមិញហ្នឹងចូលអូយឈ្ងុយខ្លាំងណាស់បងប្អូនហើយនេះបើមិនសិនជាយើងបានប្រហុកដែលយើងធ្វើខ្លួនឯងទៀតណាហត់តែឈ្ងុយមែនតែនេះគឺខ្ញុំប្រើប្រហុកសាច់ហើយបងប្អូនទាំងអស់គ្នាបុកវាបន្តទៀតយើងច្បល់វាហើយទើបខ្ញុំដាក់គ្រឿងចូលមានស្ករសមានប៊ីចេងអីតិចតួចចឹងមកបងប្អូនដាក់ឲ្យវារៀងរសជាតិវារៀងដិតតិចណាហើយនេះខ្ញុំដាក់អំពិលទុំបងប្អូនដែលគាត់ពេលយើងបុកកតុយហេះហ្នឹងកុំប្រើក្រូចឆ្មាប្រើអំពិលទុំវាឆ្ងាញ់ជាងហើយយើងដាក់ស្ករសដាក់ប៊ីចេងអីទៅតាមបងប្អូនចង់បានរៀងផ្អែមរៀងប្រៃរៀងអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបើតនេបុកដាក់ចូលក្នុងទូទឹកកកតាមមួយកែវពីរកែវមកបងប្អូនហើយពេលដែលយើងត្រូវការហូបមួយបាយកកបាយក្តៅហុយអីមានតែបន្លែស្រស់មកនិយាយពីថាជាតិខ្លាំងហ្មងបងប្អូនទាំងអស់គ្នានេះគឺកតុយហេះដែលខ្ញុំបុកមិញហ្នឹងគឺរួចរាល់ហើយបងប្អូនចេះហល់ដាក់ហល់លើច្រើនមករត់តែឆ្ងាញ់ទៀតហើយកុំភ្លេចគឺពពាយគឺត្រូវខ្លាំងមែនតែនហ្មងណារសជាតិហ្នឹងបងប្អូនដែលគាត់ចូលចិត្តវីដេអូហ្នឹងកុំភ្លេចចុច like ចុច share ចុច subscribe ទាំងអស់គ្នាដើម្បីបានវីដេអូថ្មីទៀតអរគុណច្រើន